ខូចកលៀនខូចតរងនោមរលាកក្តៅផ្សាកាហាយចុកចាប់ហត់តង្ហក់ពិបាកក្នុងការដកដង្ហើមសរុបទៅរស់នៅពិបាកជាងស្លាប់ខ្ញុំឆ្លងកាត់រួចហើយបងប្អូនសួរថាមូលហេតុអីបានខ្ញុំខូចកលៀនចាតាំងពីក្មេងបងប្អូនជាទម្លាប់តាំងពីក្មេងខ្ញុំចូលចិត្តផឹករបស់ផ្អែមគ្រឿងកំប៉ុងពេលដែលញ៉ាំអីចូលចិត្តញ៉ាំរបស់ប្រៃរបស់ផ្អែមចាញ៉ាំមីក៏ដាក់ស្ករញ៉ាំបបរក៏ដាក់ស្ករស្លឆាដាក់ស្ករទាំងអស់តាំងពីព្រឹកតលយប់ចូលចិត្តញ៉ាំអត់តនេមាត់ចាជាមនុស្សម្នាក់ដែលចូលចិត្តផ្អែមចូលចិត្តប្រៃញ៉ាំគ្រឿងកំប៉ុងសុទ្ធហ្មងកម្រញ៉ាំទឹកបើកេងវិញនឹកឃើញកេងមិនកេងគឺមិនកេងជាមនុស្សម្នាក់ដែលអត់យល់ដឹងពីសុខភាពទេទី1កេងឲ្យបានគ្រប់គ្រាន់ទី2រាងកាយខ្វះជាតិទឹកទី3ហ្នឹងញ៉ាំតែផ្ដេសតែផ្ដាសជាពិសេសគ្រឿងកំប៉ុងចាបងប្អូនស្រុបទៅស្រុបមកគឺខូចគ្រឿងក្នុងទាំងអស់រាល់ថ្ងៃគឺបងប្អូនឆ្ងល់ទៀតថាហេតុអីបានខ្ញុំជាវិញមូលហេតុដែលខ្ញុំជាហ្នឹងគឺអស់លទ្ធភាពព្យាបាលបានត្រឹមតែលេបថ្នាំថោកដែលសុំទិញពីពេទ្យដោយក្តីអាណិតរបស់ពេទ្យបន្ទាប់មកទៀតគឺខ្ញុំគ្រប់គ្រងរបបចំណីអាហារឈប់ញ៉ាំផ្ដេសផ្ដាសដូចមុនកាត់ផ្ដាច់គ្រឿងកំប៉ុងចោលញ៉ាំសាបលេងញ៉ាំប្រៃលេងហ៊ានញ៉ាំផ្អែមទៀតហើយបងប្អូនរស់នៅសบายប៉ុណ្្នឹងឯង